You're running from where you can't escape នៅក្នុងឆ្នាំ2022វិស័យជំនាញពិភពលោកត្រូវបានគេណែនាំក្រុមនារីថ្មីមួយឲ្យយើងបានស្គាល់ក្រុមសមាជិក7នាក់នេះគឺជាជនជាតិជប៉ុនទាំងអស់តែស្ថិតនៅក្រោមផលិតកម្មកូរ៉េហើយបានមកវឹកហាត់នៅក្នុងប្រព័ន្ធវឹកហាត់របស់ K-pop ប៉ុន្តែក្រុមនេះបាន debut ជាមួយនឹងចម្រៀងជាភាសាអង់គ្លេសទាំងអស់គ្រាន់តែចាប់ផ្ដើមភ្លាមក្រុមនេះបានបង្ហាញពីភាពប្លែកខុសគេរបស់ក្រុមបាត់ទៅហើយមហាជនអត់ដែលឃើញក្រុមណាដូចក្រុមនេះពីមុនមកទេចាប់តាំងពីថ្ងៃទី1មកពួកគាត់បានបំបែកខ្លួនចេញពីបរិបទសង្គមមិនចោះចូលជាមួយនឹងប្រពៃណីគៀបសង្កត់អីទាំងអស់ហ្នឹងឯងហើយពួកគាត់នៅតែបន្តបង្ហាញពីភាពប្លែក unique របស់ក្រុមរហូតដល់មានឈ្មោះល្បីរន្ទឺជុំវិញពិភពលោកហើយនឹងល្បីល្បាញមកដល់សប្តាហ៍ថ្ងៃអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះយើងនឹងទៅមើលពីការកកើតជីវប្រវត្តិរបស់ក្រុមនេះនិងទៅមើលសិល្បៈតន្ត្រីរបស់ក្រុមនេះចង់ដឹងឲ្យច្បាស់ថាតើនរណាគេគឺជាក្រុម XG XG គឺជាក្រុមដែលស្ថិតនៅក្រោមផលិតកម្ម X-Gal X ដែលជា music label ស្ថិតនៅប្រទេសកូរ៉េខាងត្បូងហើយក៏ជាកូនផលិតកម្មរបស់ផលិតកម្មជប៉ុនគឺ Avex Inc ផលិតកម្មនេះបង្កើតឡើងដោយ Simon Jacobs ដែលជាតារាចម្រៀងអ្នកនិពន្ធនិងផលិតករជនជាតិកូរ៉េកាត់ជប៉ុនហើយគាត់ក៏ជាអតីតសមាជិកក្រុមបរិះ K-pop ចំនួនទី2ដែរគឺ Dalmatian ឬក៏ DMTN សមាជិកទាំង7របស់ក្រុមនេះត្រូវបានគេបង្ហាញឲ្យឃើញម្ដងម្នាក់ចាប់ពីថ្ងៃទី19ដល់ថ្ងៃទី25ខែកុម្ភៈឆ្នាំ2022ដែលក្នុងនោះមានជា main ក្រុមហើយនិងជា main dancer របស់ក្រុមគឺ Jurin មាន sub leader ហើយនិង main vocalist Chisa មាន main dancer Hinata មានសមាជិក Juria ជា main vocalist មាន main rapper Kokona មាន lead vocalist Maya ហើយនិង main rapper មួយទៀតគឺ Harveyមុននឹងក្រុមនេះបានកកើតឡើងគេបានចំណាយពេល5ឆ្នាំដើម្បីស្វែងរកសមាជិកទាំងអស់ហើយនឹងធ្វើការហ្វឹកហាត់ពួកគាត់ចាប់តាំងពីឆ្នាំ2017រហូតមកដល់ចុងឆ្នាំ2021អត្ថន័យនៃឈ្មោះក្រុម XG នេះដំបូងឡើយគឺជាអក្សរកាត់នៃពាក្យ Extraordinary Girls ដែល concept របស់ពួកគាត់គឺចង់បំផុសស្មារតីអង់អាចទៅកាន់ក្មេងៗយុវវ័យជុំវិញពិភពលោកតាមរយៈចម្រៀងហើយនិងការសម្ដែងរបស់ក្រុមក្រោយមកទៀតនៅក្នុងខែមករា2026ថ្មីនេះពួកគេបានបដូរពាក្យពេញរបស់ក្រុមនេះទៅជា Extraordinary Jeans វិញដោយបញ្ជាក់ថាពាក្យ jeans នេះគឺតំណាងឲ្យអំណាចនិងភាពច្នៃប្រឌិតនៃ snow របស់ក្រុមហើយណាមួយដើម្បីឲ្យអត្ថន័យហើយនឹងឈ្មោះក្រុមនេះមានភាព inclusive ជាងមុនដែរក្រោយការ come out របស់សមាជិក Kokona ជា trans masculine ហើយនិង non binary កាលពីចុងឆ្នាំ2025ហ្នឹងនៅក្នុងថ្ងៃទី18ខែមិនិនាឆ្នាំ2022 XG បាន debut ជាផ្លូវការជាមួយនឹងការចេញចម្រៀងជា digital ចំណងជើង Tippy Toesការ debut មួយនេះបានបង្ហាញយ៉ាងច្បាស់តែម្ដងពីចង្វាក់ R&B បូក Hip Hop ដែលក្រុមនេះបានវឹកហាត់អស់រយៈពេល5ឆ្នាំមកហើយវាក៏បានបង្ហាញពីភាពខុសគ្នា for lack of better words របស់ក្រុមនេះដែរដោយសារតែបទនេះមានភាពស្រាលស្រទន់ច្រៀងខ្សឹបនៅត្រង់ chorus ប៉ុន្តែបទនេះវានៅតែបង្ហាញពីភាពជឿជាក់ហើយនិងអំណាចខ្លាំងក្លារបស់ពួកគាត់តាមរយៈ clear rap របស់បទនេះការ debut មួយនេះអាចនិយាយបានថាប្លែកមែនទែនដោយសារតែនៅក្នុងវិស័យ K-pop ជំនាន់ហ្នឹងយើងអត់សូវឃើញក្រុមច្រើនចេញបទចម្រៀងប្រភេទនេះហើយនៅពេលដែលក្រុមនេះបង្ហាញខ្លួនមកជាមួយនឹងបទចម្រៀងអង់គ្លេសសុទ្ធអញ្ចឹងទៀតវាមានជាការប្លែកម្ដងទៀតសម្រាប់មហាជនខុសពីអីដែលពួកគេបានធ្លាប់ឃើញកន្លងមកហើយជាមួយនឹងការចេញចម្រៀងបែបអង់គ្លេសសុទ្ធទាំងអស់ហ្នឹងវាបានកើតទៅជាការជជែកវែកញែកថាតើគេគួរចាត់ទុកក្រុម XG នេះជាក្រុម K-pop ដែរឬទេបើសិនជាសមាជិកទាំងអស់គឺជាជនជាតិជប៉ុនហើយអត់មានចេញចម្រៀងជាភាសាកូរ៉េដោយសារតែកន្លងមកនេះយើងបានឃើញក្រុមជាច្រើនដែរហើយដែលបានចេញបទចម្រៀងជាភាសាអង់គ្លេសសុទ្ធដើម្បីវាលោកចូលតារាងចម្រៀងអន្តរជាតិដល់ពេលអញ្ចឹងទៅវាកើតមានសំណួរសួរទៅទៀតហើយថាតើមានធៀបផ្សំអ្វីខ្លះដើម្បីកំណត់បានថាក្រុមនេះឬក៏បទនេះគឺជា K-pop Anyway ត្រឡប់មកវិញនៅក្នុងខែមិថុនា XG បានចេញចម្រៀងជា digital លើកទី2ជាមួយនឹងបទ Mascaraបទចង្វាក់ Pop Lead Trap នេះឆ្លៀងពីការតតាំងបង្ហាញពីភាពក្លាហាននៅក្នុងការមិនឲ្យគេធ្វើឲ្យយើងឈឺចាប់បានដោយបានឃើញជាមួយនឹង Clear Don't Mess With My Mascara អញ្ចឹងហើយបទនេះត្រូវបានគេនិពន្ធឡើងក្នុងគោលបំណងជាបទបង្ហាញពីភាពជឿជាក់ទំនុកចិត្តសម្រាប់យុវជនជំនាន់ថ្មីហើយបើប្រៀបធៀបជាមួយនឹងបទ Tippy Toes ដែលបានចេញមុនហ្នឹងណាបទនេះមានលក្ខណៈហើយនឹងសម្លេងបែប K-pop ជាងបទមុនហើយក្រុមនេះក៏បានចាប់ផ្ដើមការឃោសនានៅលើកម្មវិធីចម្រៀង K-pop ដែរជាមួយនឹងការសម្ដែងដំបូងនៅលើឆាក Countdown ចូលមកដល់ឆ្នាំ2023 XG បានចេញបទជា digital single ទី3របស់ក្រុមជាមួយនឹងបទចង្វាក់ Hip Hop លេខ R&B ចំណងជើង Shooting Starការចេញមួយនេះមានចម្រៀង2បទស្ថិតក្រោមគោលគំនិតនៃទំនុកចិត្តលើខ្លួនឯងនិងចង់ធ្វើជាមនុស្សដែលខ្លួនចង់ធ្វើនៅក្នុងបទ Shooting Star ពួកគាត់បានបង្ហាញពីឆន្ទៈនៅក្នុងការចង់ក្លាយជាសិល្បករពិភពលោកដោយអារម្មណ៍មួយនេះបង្ហាញតាមរយៈសំឡេងស្រាលស្រទន់ពោពេញទៅដោយមនោសញ្ចេតនាបូកបញ្ចូលទៅក្នុងការ rap ដ៏មានអំណាចនិងភាពជឿជាក់ហើយបទ Left Right វិញ
គឺជាបទដែលពោពេញទៅដោយភាពវិជ្ជមាននិងធម៌ពលដែលបានឃើញពួកគាត់ច្រៀងឆ្ពោះទៅមុខដោយមានទំនុកចិត្តយ៉ាងមុតមាំហើយនឹងមិនឲ្យឥទ្ធិពលនៃពាក្យសម្ដីឬក៏ការគិតរបស់អ្នកដទៃធ្វើឲ្យប៉ះពាល់អារម្មណ៍និងដំណើររបស់ពួកគាត់ឡើយការចេញមួយនេះគឺជាការណែនាំក្រុម XG ឲ្យខ្ញុំជឿថាមនុស្សជាច្រើនក៏បានស្គាល់ពួកគាត់តាមរយៈការចេញមួយនេះដែរហើយសម្រាប់ខ្ញុំគិតថាជាមួយនឹងការចេញមួយនេះពួកគាត់បានរកឃើញអត្តសញ្ញាណខ្លួនឯងទាំងសម្លេងរបស់ក្រុមហើយនិងរូបភាពក្រុមនេះគឺ very unconventional មែនទែនទាំងការតែងខ្លួនរបស់គាត់ទាំង style ចម្រៀងគាត់តែខ្ញុំឃើញការសម្ដែងរបស់ពួកគាត់លើកដំបូងស្ដាប់ចម្រៀងរបស់គាត់លើកដំបូងខ្ញុំដឹងហ្មងថាសមាជិកទាំងអស់មាន confidence នៅក្នុងខ្លួនមែនទែនបទចម្រៀងដែលពួកគាត់ច្រៀងគឺគាត់ជឿជាក់នៅលើខ្លួនឯងហ្មងដល់ពេលអញ្ចឹងទៅវាធ្វើឲ្យយើងអ្នកស្ដាប់ហ្នឹងក៏មានអារម្មណ៍ជឿជាក់ទៅតាមហ្នឹងក៏ feel good ទៅតាមបទចម្រៀងហើយនឹងអត្ថន័យដែលមាននៅក្នុងបទទាំងហ្នឹងដែរហើយការតែងខ្លួនរបស់ពួកគាត់អត់មានក្រុមណាអាចធ្វើបានទេសាកសម័យថាយក outfit របស់ពួកគាត់ទៅដាក់នៅលើក្រុមផ្សេងដឹងតែមើលមកអត់សមដូចពួកគាត់ពាក់អេហើយខ្ញុំជឿថាចំណុចទាំងអស់នេះគឺជាកត្តាហើយនឹងហេតុផលដែលអាចនាំឲ្យក្រុមនេះបំបែកចូលទៅក្នុងទីផ្សារអន្តរជាតិបានលឿនអញ្ចឹងបន្ទាប់មកនៅចុងខែមិថុនាក្រុមនេះបានត្រឡប់មកវិញជាមួយនឹងបទ Girl Gang ដែលបានចេញជាបទ pre-release single ឲ្យ EP ដំបូងរបស់ក្រុមដែលនឹងត្រៀមចេញនៅចុងខែកញ្ញាចេញ EP លើកដំបូងគឺថាចេះលុយមួយទំហឹងហ្មងគ្រាន់តែមើល MV របស់បទនេះក៏ដឹងថាពួកគាត់អត់លេងសើចទេពួកគាត់បានបន្តបង្ហាញពីសម្លេងអត្តសញ្ញាណរបស់ក្រុមក៏ដូចជាគោលគំនិតបង្ហាញពីទំនុកចិត្តនិងភាពជឿជាក់របស់ខ្លួនដដែលជាមួយបទនេះប៉ុន្តែពួកគាត់បាន elevate concept នឹងបង្កើនគុណភាពវាកាន់តែខ្លាំងកាន់តែល្អជាងមុនទៀតបន្តមកទៀតក្នុងខែសីហាពួកគាត់បានចេញចម្រៀងជា digital មួយទៀតគឺបទ TGIF ដែល stand for Thank God I'm Fly ជាបទ pre-release single មួយទៀតសម្រាប់ EP ថ្មីហ្នឹង Thank God I'm flyនៅក្នុងបទចង្វាក់ Future House នេះពួកគាត់បានបន្តបង្ហាញពីភាពពិសេសរបស់មនុស្សយើងរៀងៗខ្លួនតែអីដែលធ្វើឲ្យបទនេះលេចធ្លោហើយក៏ជាអីដែលខ្ញុំចូលចិត្តពីបទនេះដែរនោះគឺនៅត្រង់ chorus ដែលមានសម្លេង bouncy bass ដ៏ជក់ចិត្ត very addictive មែនតើស្ដាប់បទនឹងហើយមានអារម្មណ៍ថា confidence របស់ខ្ញុំហោះបុកធ្លុះមេឃតែម្ដងNew Dance គឺជាបទបន្ទាប់ដែលបានចេញមុននឹងការចេញលក់ EP ដំបូងរបស់ក្រុមជាផ្លូវការ XG បានបង្ហាញផ្នែកមួយទៀតនៃក្រុមដែលយើងអាចឃើញពីមុនមកនៅក្នុងបទបែបរដូវក្តៅនេះដែលបានឃើញពួកគាត់មានការតែងខ្លួនហើយនឹងក្បាច់រាំបែបសប្បាយៗរស់រវើកពោពេញទៅដោយភាពជាយុវវ័យស័ក្តិសមទៅនឹងអត្ថន័យរបស់បទចម្រៀងនេះមែនទែនដែលច្រៀងពីការរាំលេងសប្បាយបំភ្លេចរាល់កង្វល់ទាំងឡាយដែលយើងមានហើយបានក្រោយមកនៅក្នុងខែកញ្ញាទើប XG បានចេញលក់ EP ដំបូងរបស់ក្រុមគឺ New DNA ដែលមានបទនាំមុខចំណងជើង Puppet Showបទនាំមុខដែលមានធាតុផ្សំភ្លេងជាច្រើនចូលគ្នានេះបានបង្កើតបទចម្រៀងមួយដ៏ unique ប្លែកស័ក្តិសមជាបទនាំមុខសម្រាប់ EP ចំណងជើងថា New DNA នេះមែនតើហើយការចេញលក់មួយនេះបានជួបជាមួយនឹងភាពជោគជ័យដោយ EP នេះទទួលបាន Certified Gold ពី The Recording Industry Association of Japan ឬក៏ហៅកាត់ថា RIAJ ដោយលក់បានជាង 10,000 Dនៅក្នុងខែធ្នូឆ្នាំ2023ដដែលហ្នឹង XG បានត្រឡប់មកវិញជាមួយនឹងចម្រៀងបែបរដូវរងាបែប Holiday Season ជាមួយនឹងបទ Winter Without Youបទចង្វាក់ R&B នេះបានបង្ហាញសមត្ថភាពច្រៀងរបស់ក្រុមនេះបានល្អច្បាស់មែនទែនជាពិសេសស្ដាប់ហើយយើងទទួលបានអារម្មណ៍នឹកនា nostalgic ដល់មនុស្សពិសេសដែលនៅជិតយើងនៅក្នុងពេលបុណ្យរដូវរងានៅក្នុង Holiday Season នៅក្នុង Christmas អីហ្នឹងជាមួយនឹងភាពជោគជ័យនិងប្រជាប្រិយភាពរបស់ក្រុមកាលពីឆ្នាំមុនមកបើកឆ្នាំ2024ភ្លាម XG បានប្រកាសការប្រគំតន្ត្រីជុំវិញពិភពលោកភ្លាមដោយពួកគាត់បានទៅសម្ដែងតាមបណ្ដាប្រទេសជាច្រើននៃទ្វីបអាស៊ីអាមេរិកខាងជើងហើយនិងអឺរ៉ុបបន្តមកទៀតយើងកាន់តែឃើញថា XG មានប្រជាប្រិយភាពខ្លាំងប៉ុណ្ណានៅពេលដែលគេប្រកាសថាពួកគាត់នឹងចេញចម្រៀងថ្មីជាការសហការឃោសនាឲ្យ Game Valorant សម្រាប់កម្មវិធីប្រកួត Valorant Champions Tour Pacific League នៅក្នុងឆ្នាំ2024ជាមួយនឹងបទ Undefeated ដែលបានចេញនៅក្នុងខែមេសាទោះបីជាបទនេះជាបទឃោសនាមែនប៉ុន្តែអត់មានលំយកតលុយជាមួយទេប៉ុន្តែវីដេអូសម្ដែងរបស់បទនេះអត់ត្រូវបានគេចេញជាមួយគ្នាទេតតែមកដល់ខែកក្កដាទើបគេបានបង្ហោះនៅក្នុង YouTube ដូចនេះទើបនៅក្នុងខែឧសភាឆ្នាំ2024ហ្នឹងទើបយើងបានឃើញការបង្ហាញមុខសាជាថ្មីរបស់ក្រុម XG ជាមួយនឹងការចេញបទ Woke Up So don't get under my skin Woke up looking like thisក្រុមនេះបានបើកទំព័រឆ្នាំថ្មីជាមួយនឹងភាពកាចយកតែមែនតែនហ្មងយើងបានឃើញបានស្គាល់ថាភាព edgy របស់ក្រុមពីមុនមកវាមិនប៉ុន្តែអត់មានអីអាចត្រៀមចិត្តអ្នកគ្រប់គ្រងជាមួយនឹងការវិលត្រឡប់មកវិញលើកនេះបានទេបទនេះគឺជាបទបែប rap សុទ្ធដំបូងគេបង្អស់របស់ក្រុមយើងបានឃើញថា style rap របស់សមាជិកនីមួយៗគឺខុសៗគ្នាហើយនឹងឆ្ងាញ់ខ្លាំងមែនតែនហ្មង and honestly ខ្ញុំចង់ឃើញពួកគាត់ចេញបទចម្រៀងបែបនេះឲ្យច្រើនទៀតអានេះនិយាយតែពីបទចម្រៀងណានៅអត់ទាន់និយាយពី MV របស់បទនេះហើយនឹងឈុតកូកូណាកោសក់របស់គាត់ផង It was so powerful មែនតែនហើយជាពិសេសនៅ
ពេលដែលយើងដឹងអំពីដំណើរដែលគាត់នឹងដើរមកដល់នៅចុងឆ្នាំ2025នេះហាមើលឈុតនឹងហើយមានអារម្មណ៍ថា empowerment ខ្លាំងមែនទែននិយាយទៅក្រុមនេះអាចបរាជ័យនៅក្នុងការបង្ហាញខ្លួនថាពួកគាត់ពិតជា extraordinary man ក្រោយមកនៅក្នុងខែកក្កដា XG បានចេញបទថ្មីជាបទ pre-release single សម្រាប់ EP ទី2របស់ក្រុមដែលនឹងចេញនៅចុងឆ្នាំ2024នេះគឺបទ Something Ain't Right I know something ain't right. You've been acting funny lately. You ain't gotta lie. បទបែប retro ផ្អែកតាមចង្វាក់ភ្លេងបែប UK Garage នេះបានបន្តបង្ហាញពីភាពជាបុគ្គល individuality របស់សមាជិកទាំង7នាក់នេះហើយក៏បានបន្តបង្ហាញពីភាពជឿជាក់អង់អាចនៅក្នុងការទាមទាររកការពិតជាជាងទទួលយកការបោកប្រាស់ពីដៃគូស្នេហារបស់ខ្លួននៅក្នុងខែតុលាពួកគាត់បានចេញបទ pre-release single ទី2សម្រាប់ EP ថ្មីហ្នឹងជាមួយនឹងបទ If You Know You Know If you know, you know. Tell me if you wanna lie. That's it, let's get it right. បទចង្វាក់រាំ pop two step deep house នេះត្រូវបានគេរៀបរាប់ថាជាបទដែលបានចាប់យកស្មារតីរបស់ XG នៅក្នុងការបំបែកដែនកំណត់ជាមួយនឹងបញ្ហាប្រឈមថ្មីដោយបានបង្ហាញឲ្យឃើញតាមរយៈ MV នេះអញ្ចឹងដែលយើងបានឃើញសមាជិកទាំងអស់ធ្វើដំណើរទៅកាន់ចក្រវាឡថ្មីដែលយើងអាចឃើញពីមុនមករហូតមកដល់ខែវិច្ឆិកាទើប XG បានចេញលក់ EP ទី2របស់ក្រុមជាផ្លូវការដែលមានចំណងជើងថា All EP នេះត្រូវបានចេញដោយមានបទនាំមុខឃោសនាចំណងជើង Howling That's how we howlin', growlin', wildin'. ដែលជាបទបូកបញ្ចូលគ្នារវាង upright bass ហើយនិង strong synth sounds ដើម្បីចាប់យកនិងបង្ហាញពីភាពតាក់ទាញនិងលេចធ្លោដ៏ unique របស់សមាជិក XG មិនយូរប៉ុន្មានក្រោយការចេញ EP នេះគេបានប្រកាសថា XG នឹងចូលរួមសម្ដែងនៅក្នុងទិវាចម្រៀង Coachella នៅក្នុងឆ្នាំ2025ខាងមុខនេះដែលនាំឲ្យមានការភ្ញាក់ផ្អើលហើយនឹងសាទរពីសំណាក់អ្នកគាំទ្រច្រើនខ្លាំងមែនទែនហើយជាមួយនឹងការសម្ដែង Coachella នេះហើយ XG ទទួលបានសន្ទុះនៃការគាំទ្រច្រើនខ្លាំងនឹកស្មានដល់ហ្មង and it is so deserving មែនតើនៅពេលដែលយើងបានឃើញការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់ចូលមកដល់ឆ្នាំ2025ពួកគាត់បានបើកទំព័រឆ្នាំថ្មីជាមួយនឹងការចេញ remix album ចំណងជើង XDM Unidentified Waves ដែលមានការ remix ចម្រៀងចាស់ៗរបស់ពួកគាត់ជាចង្វាក់ថ្មីប្លែកទៀតមុននឹងពួកគាត់ត្រឡប់មកវិញជាមួយនឹងការចេញចម្រៀងនៅក្នុងខែមិនិនាជាមួយនឹងការចេញបទ Is This Love Is this love? Is this love? បទនេះគឺជាបទមកពីក្នុង EP ទី2របស់ក្រុមតែដោយសារតែគេឃើញមានសន្ទុះនៃការគាំទ្រច្រើនពីអ្នកស្ដាប់ដូចនេះគេក៏បានចេញវាជាបទឃោសនាមួយទៀតដោយបានបន្ថែម piano version ពីលើបទដើមបន្តទៀតដែលគេបានឃើញមានការបញ្ចូលមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៅកាន់បទមួយនេះដែលបទដើមគឺជាបទចង្វាក់ upbeat មានកម្លាំងមាន energy ខ្ពស់ក្រោយមកយើងក៏បានឃើញការចេញបទចម្រៀងបែបនេះទៀតនៅក្នុងខែមេសាជាមួយនឹងការចេញបទ In the Rain ដែលជាបទមកពី EP ទី2របស់ក្រុមនេះដែលមានការបន្ថែមបទនេះជា remix ថ្មីចូលទៅក្នុងការចេញមួយនេះបន្តមកទៀតនៅក្នុងខែឧសភា XG បានចេញ single album ទី6ជាមួយនឹងបទ Million Places Looking for you everywhere we go. Reaching your hands while we on the road. ដែលជាចម្រៀងច្រៀងនឹករលឹកពីការចងចាំល្អៗដែលពួកគាត់មានជាមួយនឹងអ្នកគាំទ្រជុំវិញពិភពលោកក្រោយពួកគាត់ទៅធ្វើការប្រគំតន្ត្រីនៅបណ្ដាប្រទេសទាំងនោះស្ដាប់បទនេះហើយយើងមានអារម្មណ៍ដឹងហ្មងថាពួកគាត់ស្រឡាញ់ហើយនឹងយកចិត្តទុកដាក់ជាមួយនឹងអ្នកគាំទ្ររបស់ពួកគាត់ពិតតែម្ដង XG បានបញ្ចប់ការចេញចម្រៀងនៅក្នុងឆ្នាំ2025នេះជាមួយនឹងការចេញបទ Gala នៅក្នុងខែកញ្ញាដែលបទនេះគឺជាបទ pre-release single សម្រាប់ album ពេញលេញដំបូងរបស់ក្រុមដែលនឹងត្រៀមចេញនៅក្នុងឆ្នាំ2026 ស្រឡាញ់ក្រុម XG នេះត្រង់ពួកគាត់ដែលជន់ concept គ្នាជាមួយនឹងការចេញចម្រៀងថ្មីនីមួយៗទោះបីជាពួកគាត់បានចេញវីដេអូចម្រៀងសឹងតែគ្រប់បទក៏ពិតមែនការណែនាំ EP មុនបានចេញមកបែបចចក edgy កាចបង្ហាញពីអំណាចនិងការមិនរាថយពីឧបសគ្គអីអញ្ចឹងទៅដោយការណែនាំ studio album ថ្មីនេះគឺបែបក្រៅភព intergalactic futuristic ហើយនឹងមានចង្វាក់ភ្លេងបែប house ភ្លេង down mode ថែមទាំងបូកចូលគ្នាបានល្អមែនទែននៅសិល្បៈនៃការច្នៃ mode តន្ត្រីអំណាចហើយនឹងភាពស្រស់ស្អាតនៅក្នុងវីដេអូចម្រៀងស្ដាប់បទនេះហើយមានភាពជឿជាក់លើខ្លួនឯងមានអារម្មណ៍ចង់ដើរម៉ូដនៅក្នុងបន្ទប់ដេកនឹងហ្មងហើយនៅក្នុងចុងឆ្នាំ2025ហ្នឹង Coconut បាន come out as trans masculine non-binary ដូចនេះហើយទើបក្រុម XG ត្រូវបានគេចាត់ទុកថាជាក្រុមចម្រុះភេទឬក៏ co-ed group ចូលមកដល់ឆ្នាំ2026នៅថ្ងៃទី23ខែមករា XG បានចេញលក់ single album ទី1របស់ក្រុមជាផ្លូវការដែលមានចំណងជើងថា The Core គោលគំនិតរបស់ album នេះគឺចាប់យកហើយនឹងបង្ហាញខ្លឹមសារសំខាន់និងអត្តសញ្ញាណរបស់ក្រុម album នេះគេបានផ្ដោតសំខាន់ទៅលើ ស្នូលនៃចម្រៀងតន្ត្រីហើយនិងអត្តសញ្ញាណរបស់ក្រុមខ្លាំងជាងការដើរតាម trend តាមអីហ្នឹងដូចនេះយើងបានឃើញការលាយឡំចូលគ្នានៅចង្វាក់ភ្លេងជាច្រើនដល់ពេលយើងស្ដាប់ទៅហាក់បីដូចជាយើងកំពុងតែឆ្លងដែនឆ្លងពីយុគសម័យមួយទៅយុគសម័យមួយពីលំហមួយទៅលំហមួយទៀតអញ្ចឹង Hypnotizing.
អាល់ប៊ុមនេះមានបទ Hypnotize ជាបទនាំមុខឃោសនាដែលច្រៀងអំពីការសម្ដំយើងជាអ្នកស្ដាប់ដូចនេះបើយើងឃើញ production របស់បទនេះមានលក្ខណៈល្អិតល្អន់ខ្លាំងមែនទែន Chisa បាននិយាយថាបទនេះគឺជាការបង្ហាញពីភាពជឿជាក់របស់ក្រុម XG នៅក្នុងការអូសទាញសម្ដំអ្នកស្ដាប់ហើយនៅពេលដែលពួកគេបានចូលទៅក្នុងពិភពរបស់ XG ហើយពួកគេនឹងលងខ្លួនទៅតាមតន្ត្រីទាំងអស់ហ្នឹងបទនេះស្ដាប់ហើយគឺ catchy ខ្លាំងមែនទែនអាចនិយាយបានថាវាគឺជាហេតុផលចម្បងមួយដែលជំរុញឲ្យខ្ញុំមកធ្វើវីដេអូអំពី XG នេះទាំងដែលមានគ្នាយើង request ឲ្យខ្ញុំនិយាយពីពួកគាត់តាំងពីឆ្នាំ 2024 មកជាមួយនឹងចំណុចហ្នឹងយើងក៏បានមកដល់បច្ចុប្បន្នភាពនៃក្រុម XG ដែរអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាមើលហើយអ្នកទាំងអស់គ្នានឹងយល់អំពីក្រុម XG នេះបានថែមមួយកម្រិតទៀតបើសិនជាខ្ញុំខ្វះខាតចំណុចថងណាមួយរបស់ក្រុម XG នេះសូមជួយ comment បំពេញថែមនៅខាងក្រោមផងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះចុះបើសិនជាចូលចិត្តកុំភ្លេចជួយ like share subscribe ហើយនិង follow ខ្ញុំផងហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយៗទៀតសូមអរគុណបាយបាយ